កម្ពុជាត្រូវបានរងការចោទប្រកាន់និងលាបពណ៌ថាជាកន្លែងមជ្ឈមណ្ឌលឆបោកតាមអនឡាញរបស់ក្រុមអក្រិតជនក្រោយពីមានករណីនិស្សិតជនជាតិកូរ៉េខាងត្បូងម្នាក់បានស្លាប់ដោយសារការជំរិតទារប្រាក់និងការឆបោកតាមអនឡាញនៅប្រទេសកម្ពុជាករណីនេះធ្វើឲ្យបណ្ដាប្រទេសនៅលើពិភពលោកសម្លឹងមើលមកកម្ពុជាមិនដាក់ភ្នែកដោយសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយអំពីករណីនិស្សិតជនជាតិកូរ៉េខាងត្បូងម្នាក់ស្លាប់ដោយសារអំពើឆបោកតាមអនឡាញនេះខណៈនៅថ្ងៃទី15ខែតុលាឆ្នាំ2025សហរដ្ឋអាមេរិកនិងអង់គ្លេសបានសហការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើក្រុមហ៊ុន Print Group រួមទាំងបណ្ដាអង្គភាពទីផ្សារងងឹតសរុបចំនួន146ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងឧស្សាហកម្មឆបោកតាមអនឡាញសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន Print Group របស់អ្នកអង្គការខ្មែរដើមកំណើតចិន Chen Xi ប្រមាណ$15,000 លានអាមេរិកចំណែករដ្ឋាភិបាលអង់គ្លេសវិញបានដាក់ទណ្ឌកម្មនិងបង្កក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមេបណ្ដាញអក្រិតកម្មអនឡាញមួយនេះប្រមាណ$176 លានតើកម្ពុជាគួរលាងសម្អាតខ្លួនរឿងបញ្ហាអំពើឆបោកតាមអនឡាញនេះដោយវិធីណាលោកបណ្ឌិតមាសនេះអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយនៅកម្ពុជានិយាយថាករណីនេះហាក់បន្ថែមបន្ទុកលើកម្ពុជាថែមទៀតករណីមួយនេះវាហាក់ដូចជាបន្ថែមទៅលើរឿងរ៉ាវច្រើនទៀតទាក់ទងនឹងអំពើអក្រិតកម្មអនឡាញនៅក្នុងប្រទេសខ្មែរយើងហ្នឹងហើយនឹងអក្រិតកម្មចាប់ជំរិតមនុស្សណាករណីឆបោកតាមអនឡាញនេះលោកបណ្ឌិតមាសនេះសម្ដែងការសោកស្ដាយខ្ញុំមានការសោកស្ដាយមែនទែនដោយសារតែពីដើមមកគេបន្តនៅតែដល់ឥឡូវគេនៅចោទប្រកាន់ថាយើងជាកន្លែងដែលផ្ដល់ទីតាំងនៅសម្បុកអក្រិតជនណាលោកបណ្ឌិតមាសនេះថារដ្ឋាភិបាលត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបង្ក្រាបអក្រិតកម្មអនឡាញនេះរដ្ឋាភិបាលក៏គាត់ព្យាយាមបកកែកដែរប៉ុន្តែនៅពេលដែលយើងចាប់បានម្ដងគឺសិតតែរាប់រយហើយរាប់ពាន់ណាបាទអញ្ចឹងខ្ញុំគិតថានេះវាក៏ជាសញ្ញាប្រាប់ថាវាអាចនៅមានច្រើនទៀតដែលរដ្ឋាភិបាលត្រូវតែប្រឹងប្រែងបន្ថែមទៀតបើមិនចឹងទេខ្ញុំគិតថាយើងអាចជួបវិបត្តិធ្ងន់ធ្ងរនៅពេលខាងមុខដោយសារតែរឿងហ្នឹងណាយ៉ាងណាក៏ដោយករណីបង្ក្រាបអក្រិតកម្មអនឡាញនៅកម្ពុជានេះសម្រាប់វត្តមានប៉ូលីសកូរ៉េខាងត្បូងសហការជាមួយសមាជិកកម្ពុជាលោកបណ្ឌិតកិនភៀប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាថាជាការរួមចំណែកមួយក្នុងការបង្ក្រាបអក្រិតកម្មអនឡាញខ្ញុំយល់ឃើញថាវត្តមានរបស់ប៉ូលីសកូរ៉េខាងត្បូងមកកម្ពុជានេះវាជាការរួមចំណែកមួយដែលចង់បង្ហាញឲ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្ដាប្រទេសនានានៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមអនឡាញឬក៏អក្រិតកម្មព័ត៌មានឬក៏អក្រិតកម្មឆ្លងដែនផ្សេងនេះលោកបណ្ឌិតមាសនេះយល់ឃើញបែបនេះចំពោះវត្តមានប៉ូលីសកូរ៉េខាងត្បូងសហការជាមួយសមាជិកកម្ពុជាអ្វីដែលកូរ៉េគេបានស្នើឡើងពីរឿងដាក់ប៉ូលីសគេហ្នឹងគេមិនបាននិយាយអីត្រង់ទេប៉ុន្តែវាអាចនឹងមានន័យថាគេមិនមានជំនឿចិត្តមកលើប៉ូលីសនៅខាងយើងដែលអាចធ្វើការទៅបានដោយជោគជ័យឬមួយក៏គេអាចនឹងមកដើម្បីបង្កើនសហការឲ្យមានប្រសិទ្ធភាពថែមទៀតក្នុងការតាមរកប្រតិជននេះបាទលោកបណ្ឌិតកិនភៀថាការឆបោកតាមអនឡាញរបស់ក្រុមអក្រិតជននេះវាកើតឡើងជាលក្ខណៈអន្តរជាតិដូច្នេះត្រូវចូលរួមទប់ស្កាត់និងបង្ក្រាបទាំងអស់គ្នាកន្លងមកដែលយើងឮច្រើនពាក់ព័ន្ធជាមួយនឹងការឆបោកតាមអនឡាញឬក៏ Cyber Crime នេះវាគឺជាបទឧក្រិដ្ឋឆ្លងដែនដែលវាមិនមែនប្រទេសណាមួយអ្នកបង្កើតតែឯងទេដូច្នេះកិច្ចខិតខំប្រឹងប្រែងនិងការបញ្ញាចិត្តរួមរវាងប្រទេសនានាខ្ញុំគិតថាគឺជារឿងចាំបាច់មួយដើម្បីនឹងប្រយុទ្ធប្រឆាំងទាំងអស់គ្នាលោកបណ្ឌិតមាសនេះបង្ហាញភាពកំសោយរបស់សមាជិកកម្ពុជាក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសអក្រិតកម្មអនឡាញនេះប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងគួរស្ដាយដែរនៅពេលដែលយើងជាម្ចាស់ប្រទេសយើងមិនអាចធ្វើកិច្ចការនឹងបានហើយបើយើងយកគេមកឲ្យជួយឬទទួលគេមកវាដូចការដែលយើងទទួលប៉ូលីសចិនមកពីប្រហែលឆ្នាំមុនអញ្ចឹងអាហ្នឹងវាព្រោះអធិបតេយ្យប្រទេសនីមួយៗវាទាមទារឲ្យយើងត្រូវតែប្រកាសអំពីសមត្ថភាពរបស់ខ្លួនឯងក្នុងការការពារអធិបតេយ្យភាពរបស់យើងណាក
ក៏ប៉ុន្តែលោកបណ្ឌិតកិនភីវិញថាការឆបោកតាមអនឡាញរបស់ក្រុមអក្រិតជនមិនគួរស្ដីបន្ទោសឬដាក់បន្ទុកទៅលើប្រទេសណាមួយវាមិនយុត្តិធម៌ឡើយសម្រាប់កម្ពុជាពីព្រោះប្រជាពលរដ្ឋកម្ពុជាក៏ជាជនរងគ្រោះដូចគ្នាដែរការដាក់ការស្ដីបន្ទោសតែទៅលើកម្ពុជាឬក៏ប្រទេសណាមួយខ្ញុំគិតថាជារឿងមួយដែលមិនយុត្តិធម៌ទេជាពិសេសគឺកន្លងមកនេះគេមានការដាក់ការស្ដីបន្ទោសមកនៅប្រទេសកម្ពុជាយើងច្រើនមែនទែនខ្ញុំគិតថារឿងនេះវាមិនយុត្តិធម៌ទេសម្រាប់កម្ពុជាពីព្រោះយើងក៏ជាប្រទេសរងគ្រោះហើយប្រជាពលរដ្ឋខ្មែរមួយចំនួនក៏ជាជនរងគ្រោះដែរជួនកាលប្រភពឧក្រិដ្ឋកម្មនឹងវាចេញពីកូរ៉េអ្នកឆោបបោកពីកូរ៉េមកក៏មានបណ្ដាញវាមកពីកូរ៉េបណ្ដាញមកពីចិនបណ្ដាញមកពីថៃបណ្ដាញមកពីប្រទេសផ្សេងហើយនឹងត្រឡប់ចុះត្រឡប់ឡើងដែលយើងពិបាកកំណត់ទីតាំងឲ្យពិតប្រាកដដោយសារតែនោះគឺជារឿងអនឡាញហើយបណ្ដាញឆោបបោកអន្តរជាតិនោះវាមានច្រើនការចុះបោកតាមអនឡាញរបស់ក្រុមអក្រិតជននេះលោកបណ្ឌិតកិនភីថាត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាដោយមិនត្រូវលាបពណ៌មកលើកម្ពុជាតែម្នាក់ឡើយសហគមន៍អន្តរជាតិទាំងអស់ត្រូវរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងទាំងអស់គ្នាជៀសវាងការដែលទម្លាក់កំហុសហើយដោយប្រើរូបភាពបទល្មើសទាំងអស់ហ្នឹងទៅជាការលាបពណ៌ប្រទេសកម្ពុជាអាហ្នឹងក៏ជារឿងមួយដែលវាអយុត្តិធម៌សម្រាប់កម្ពុជាដែរទោះជាយ៉ាងណាលោកបណ្ឌិតមីនីថាវត្តមានប៉ូលីសកូរ៉េមកកម្ពុជាក៏ជាការបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសឆបោកតាមអនឡាញដែរតែរឿងហ្នឹងក៏វាមិនមែនអាចទៅអញ្ចឹងទាំងអស់ដែរប្រសិនបើមានការចរចាណាមួយត្រឹមត្រូវហើយមានគេហៅថាជាការយោគយល់គ្នាណាមួយយល់ព្រមឲ្យប៉ូលីសកូរ៉េមកអាហ្នឹងវាជាការជួយបង្កើនប្រសិទ្ធភាពផងដែរបាទក៏ប៉ុន្តែដើម្បីបង្ហាញអំពីអធិបតេយ្យភាពរបស់យើងខ្ញុំគិតថាអាជ្ញាធរខ្មែរគួរតែមានសមត្ថភាពធ្វើកិច្ចការហ្នឹងដោយខ្លួនឯងបាទករណីនិស្សិតជនជាតិកូរ៉េខាងត្បូងម្នាក់បានស្លាប់ដោយសារការចម្រិតទារប្រាក់និងការឆបោកតាមអនឡាញនៅប្រទេសកម្ពុជាករណីនេះលោកបណ្ឌិតកិនភីចង់ឲ្យរដ្ឋាភិបាលធ្វើយ៉ាងដូចនេះអ្វីដែលរដ្ឋាភិបាលបាននឹងកំពុងធ្វើខ្ញុំគិតថាយើងត្រូវបន្តទៀតយើងមិនគ្រាន់តែបកស្រាយឲ្យជារបាយការណ៍ហ្នឹងគេអាចទទួលយកបានឬក៏គេយល់ស្របឬក៏យល់ព្រមទេក៏ប៉ុន្តែក្នុងដំណាក់កាលនេះគឺសកម្មភាពជាក់ស្ដែងគឺវាមានសារៈសំខាន់ជាងការដែលយើងគ្រាន់តែធ្វើសេចក្តីប្រកាសព័ត៌មានធ្វើរបាយការណ៍ឲ្យខំប្រឹងបកស្រាយការបកស្រាយនៅពេលនេះគឺវាសំខាន់ហើយបើសិនជាយើងមានផុសតាងគ្រប់គ្រាន់ក៏ប៉ុន្តែគ្រាន់តែបកស្រាយមួយមុខជាមួយនឹងផុសតាងមួយមុខគឺមិនតាន់គ្រប់គ្រាន់ទេការធ្វើសកម្មភាពជាក់ស្ដែងមានប្រសិទ្ធភាពនិងគួរឲ្យជឿទុកចិត្តបាននោះគឺជាការធ្វើឲ្យស្ថានភាពប្រសើរឡើងវិញមិនអាចបន្តនឹងបដិបដោយបានទេដោយសារតែរឿងនេះវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់មុខមាត់ប្រទេសជាតិយើងទី1គឺធ្វើឲ្យវិស័យទេសចរមានការប៉ះពាល់ខ្លាំងដោយសារតែជនបរទេសគេអាចនឹងញញើតញញើមមិនហ៊ានមកលេងប្រទេសយើងទី2ទំនុកចិត្តរបស់អ្នកវិនិយោគក៏មានបញ្ហាដែរហើយទី3គឺពាក់ព័ន្ធជាមួយនឹងការអូសបញ្ហា online scamming ទៅជាបញ្ហានយោបាយទៅជាបញ្ហាសន្តិសុខទៅជាបញ្ហាព្រំដែនដូចកន្លងមកនេះគឺថៃបានព្យាយាមយកបញ្ហា online scamming ទៅជាលក្ខខណ្ឌមួយនៅក្នុងការចរចារឿងព្រំដែនដែលទាំងថៃខ្លួនឯងជាអ្នករំលោភឈ្លានពានទឹកដីខ្មែររំលោភបាត់ឈប់បាញ់ហើយថៃខ្លួនឯងក៏ជាប្រភពជាមជ្ឈមណ្ឌលនៃការឆបោកអនឡាញដែរយ៉ាងណាក៏ដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈបានចេញមកបញ្ជាក់ចំពោះករណីជនជាតិកូរ៉េស្លាប់នៅប្រទេសកម្ពុជាបើតាមលោកទូចសុខៈអគ្គស្នងការនគរបាលជាតិនឹងក៏អញ្ជើញទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាដើម្បីពង្យល់និងបង្ហាញពីករណីស្លាប់របស់និស្សិតជនជាតិកូរ៉េម្នាក់ដែលស្លាប់នៅប្រទេសកម្ពុជាដើម្បីឲ្យគាត់ស្វែងយល់អំពីបញ្ហានេះ